ពេលវេលាដោយតែយើងបានតទុកយ៉ាងការចងចាំក៏ដូចគ្នាមិនថាអតីតកាលមិនថាបច្ចុប្បន្នមិនថាអនាគតឃើញជាក់ស្ដែងវាដូចជាធម្មជាតិដែលយើងកើតមកចឹងព្រោះព្រះអាទិត្យគាត់បាននាំខ្ញុំទៅកន្លែងតែខ្ញុំចង់ទៅគឺខ្ញុំទៅប្រាសាទអង្គរវត្តខ្ញុំជិះអមដំណើរហើយខ្ញុំគិតថាខ្ញុំអត់ចិត្តហើយតែអតីតកាលនៅនាំខ្ញុំទៅដល់បានព្យាយាមយ៉ាងណាបំភ្លេចយ៉ាងណាក៏វានៅតែចងចាំហើយខ្ញុំខ្លួនឯងក៏សម្រេចចិត្តឡើងទៅលើភ្នំកំពូលភ្នំហើយមើលចុះមកក្រោមវិញថាតែខ្ញុំគួរតែនៅចងចាំវាទៀតអត់ណាដែលបើខ្ញុំមិនដកដង្ហើមឲ្យធំដកដង្ហើមវែងដើម្បីសម្រួលអារម្មណ៍ហើយរងចាំព្រះអាទិត្យលិចនៅពេលយប់ខ្ញុំបានសម្រេចលំឡើងភ្លើខ្ញុំខ្លាចជាមនុស្សថ្មី